Hey សួស្តីគ្រូសាសៀងជាទីស្នេហាវិលត្រឡប់មកកាន់ Channel របស់ខ្ញុំតវ៉ាន់ Solo បាទនៅថ្ងៃនេះគឺខ្ញុំមានចំណេះដឹងថ្មីមួយចែករំលែកដល់បងប្អូនទាំងអស់គ្នាគឺការដែលយើងយកប៉ោលបាទយកមកចងហើយយើងយកទៅស្ទូចបាទពីព្រោះពេលខ្លះបងប្អូនអត់ចាំបាច់ស្ទូចលក្ខណៈថាផ្លែនៅបាតទេអញ្ចឹងបងប្អូនអាចយកវាទៅប្រើជាមួយនឹងប៉ោលស្ទូចត្រីតូចឬក៏អាចស្ទូចកំសាន្តលេងនៅតាមបឹងអីចឹងគឺស្រួលបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបរៀនបងប្អូនឲ្យចេះចងប៉ោលទាំងអស់គ្នាបាទអញ្ចឹងតោះយើងទៅទស្សនាបងប្អូនគ្នាថាធ្វើដូចម្ដេចទើបយើងអាចចងប៉ោលបានបាទអញ្ចឹងអ្វីដែលយើងត្រូវមានដំបូងគេបំផុតគឺបាទនេះគេហៅថាអញ្ចឹងបងប្អូនត្រូវការវាមានតូចធំបាទនេះតូចអានេះធំបាទគឺវាខុសគ្នាសម្រាប់ទំហំប៉ោលរបស់បងប្អូនបើប៉ោលធំធំប៉ោលតូចតូចបន្តមកទៀតបងប្អូនត្រូវការកវលសម្រាប់ចងកវលសម្រាប់ដោតប៉ោលបាទនេះមានប៉ោលមួយប្រភេទយើងត្រូវការកវលតិចទៀតខ្ញុំនឹងបង្ហាញថាប៉ោលមកទៀតបាទយើងត្រូវការកវលហ្នឹងអញ្ចឹងឥឡូវរបៀបចងគឺទី1ខ្ញុំមាន2ប្រភេទប៉ោលគឺប៉ោលអញ្ចឹងបាទនេះ2ប្រភេទនេះប៉ោលហ្នឹងគឺវាមានរុននៅខាងចុងបាទមានរុននៅខាងចុងសងខាងឃើញទេបងប្អូនបាទខាងនេះដូចគ្នារុននៅចុងសងខាងបាទគឺប៉ោលប្រភេទហ្នឹងគឺរបៀបយើងចងគឺទី1យើងត្រូវប្រើខ្សែសិនបាទខ្សែសន្ទូចរបស់យើងហ្នឹងគឺយើងយកខ្សែមកសោកមួយបាទធម្មតាវាមានប្រឡោះរបស់វាបាទវាមានប្រឡោះរបស់វាអញ្ចឹងបងប្អូនយកខ្សែសោកចូលទៅក្នុងប្រឡោះហ្នឹងទៅបាទប្រឡោះហ្នឹងទៅបាទសោកចូលទៅឃើញទេបងប្អូនសោកហើយបងប្អូនទាញឡើងទាញមួយហ្នឹងណាបាទទាញវាហូតវាឡើងមកបាទហូតវាឡើងអញ្ចឹងមកហើយផុតគឺវានៅជាប់ជាមួយនឹងខ្សែរបស់យើងហើយឃើញទេបាទវាជាប់មួយខ្សែរបស់យើងហើយតមកទៀតបងប្អូនយកប៉ោលសោកបញ្ចូលបាទសោកប៉ោលបញ្ចូលទៅបាទឃើញទេអញ្ចឹងវាតាក់មួយឃើញទេអញ្ចឹងបងប្អូនចង់លេងតែប៉ុណ្្នឹងក៏បានឃើញទេវាប៉ោលវារត់ត្រឹមហ្នឹងគឺវាឈប់អូតូខ្លួនឯងបាទវារត់បានត្រឹមហ្នឹងគឺវាឈប់អូតូព្រោះអីយើងមានតុបបាទយើងមានតុបអញ្ចឹងបងប្អូនចង់លេងប៉ុណ្្នឹងក៏បានហើយចងផ្លែខាងក្រោមនេះបាទចងផ្លែនៅកតុយចុងនេះក៏បានអញ្ចឹងដល់ពេលបងប្អូនដាក់ចូលទឹកទៅវាអណ្ដែតឡើងថាមកបងប្អូនដាក់តុបហ្នឹងបាទឃើញទេបើបងប្អូនចង់វិញបងប្អូនអុសមកបើអត់ទេទាញចុះក្រោមវិញមកបាទហ្នឹងយើងអាចទាញបានវាហត់តាមខ្សែដែរឃើញទេបាទអញ្ចឹងបងប្អូនអាចទាញបានឬក៏បងប្អូនដោតមួយទៀតដើម្បីទប់កុំឲ្យប៉ោលរត់បាទអញ្ចឹងអាចដោតមួយទៀតទប់នៅចុងនេះដើម្បីកុំឲ្យប៉ោលរត់ជាមួយខ្ញុំដាក់ឲ្យមើលគឺយើងសោកដដែលបាទសោកដដែលទៅបាទឃើញទេតាមទៅយើងទាញហ្នឹងទៀតហើយយើងទប់ឃើញទេវារត់ទៅណាទេអញ្ចឹងបងប្អូនប្រើ2ដើម្បីទប់ប៉ោលសងខាងឃើញទេគឺវារត់ទៅណាអញ្ចឹងបងប្អូនអាចចងផ្លែខាងក្រោមនេះបានងាយមែនតើឃើញទេបាទអញ្ចឹងប្រភេទហ្នឹងប៉ោលប្រភេទហ្នឹងជាមួយនឹងប្រភេទនេះការចងដូចគ្នាការចងវាដូចគ្នាគឺងាយស្រួលអញ្ចឹងឥឡូវចូលដល់ប៉ោលមួយប្រភេទទៀតប៉ោលហ្នឹងភាគច្រើនជាប៉ោលរបស់ចិនបងប្អូនអាសាឃើញណាតោះយើងទៅមើលរៀបចងទាំងអស់គ្នាអញ្ចឹងបងប្អូនឃើញប៉ោលប្រភេទនេះបងប្អូនឆ្ងល់លើទីផ្សារថាហ្នឹងគេលេងមិនព្រោះបងប្អូនមិនឃើញរុនអត់ឃើញអីណាបាទប៉ោលប្រភេទហ្នឹងជាមួយប៉ោលប្រភេទនេះគឺវាមានជើងវាស្រួចបាទជើងវានេះគឺស្រួចអញ្ចឹងតម្រូវឲ្យបងប្អូនត្រូវការនេះខ្មៅនេះឃើញទេខ្មៅនេះបងប្អូនអាចរកទិញបាននៅលើទីផ្សារខ្ញុំក៏មានលក់ដែរបងប្អូនអាចមកទិញផ្ទាល់ក៏បានដែរអានេះគឺវាត្រូវតម្រូវអាហ្នឹងព្រោះអាហ្នឹងវាមានរុននៅចុងវានេះមានរុនមួយឃើញទេបាទរុនហ្នឹងគឺបងប្អូនសោកជាមួយនឹងកតុយរបស់ប៉ោលបងប្អូនសោកវាចូលទៅគឺវាជាប់អញ្ចឹងឃើញទេបាទគឺវាជាប់អញ្ចឹងដល់ពេលវាជាប់អញ្ចឹងខាងចុងនេះគឺគេមានកតុយមួយទៀតបងប្អូនអាចឃើញបានឃើញកតុយទេបាទកតុយហ្នឹងគឺដូចអាមិញអញ្ចឹងគឺបងប្អូនដាក់មួយសិនមកដាក់មួយគ្រាប់នៅលើខ្សែសិនមក
តទៀតបងប្អូនយកចុងបាទយកចុងសោកបញ្ចូលទៅក្នុងប្រឡោះហ្នឹងបាទសោកបញ្ចូលទៅប្រឡោះហ្នឹងទាញមកគឺវាឈប់ធ្វើអាក់នឹងឯងឃើញទេបងប្អូនឃើញទេវាឈប់ធ្វើអាក់នឹងឯងអញ្ចឹងបើសិនជាបងប្អូនចង់លេងប៉ុណ្ណឹងក៏បានដែរតែប៉ោលហ្នឹងវារត់ចុះរត់ឡើងអញ្ចឹងណាបាទប៉ោលហ្នឹងវារត់ចុះរត់ឡើងឬក៏បងប្អូនត្រូវការទប់ដូចអាមិញដែរគឺបងប្អូនថែមអាក់មួយទៀតទៅបាទបងប្អូនថែមអាក់មួយទៀតដូចយើងចងមិនអញ្ចឹងណាបាទគឺថែមអាក់មួយទៀតមកហើយយើងសោកបញ្ចូលបាទសោកបញ្ចូលដល់ទៅយើងរឺតមកបាទរឺតវាបងប្អូនឃើញមានអាក់ពីរឃើញអាក់ពីរសងខាងវាទប់កុំឲ្យវារត់គេឥឡូវវាលែងរត់ទេបាទដោយសារអីយើងដាក់អាក់ដល់ទៅ2ទប់ឃើញទេអញ្ចឹងពេលបងប្អូនលេងពេលតម្លាក់ចូលទឹកគឺអាហ្នឹងវាធ្លាក់ទៅក្នុងទឹកឲ្យវាធ្លាក់អញ្ចឹងទៅវានៅចប៉យឃើញទេបាទនេះគឺជាការចងប៉ោលបែបចិនបាទនេះប៉ោលរបស់ចិនបាទគឺយើងចងអញ្ចឹងបាទចុងក្រោយខ្ញុំសូមណែនាំប៉ោលមួយដែលខ្ញុំយកមកលក់បាទប៉ោលនេះគឺលក់បាទឆ្លៀតប្រម៉ូសិនអវ៉ាន់ខ្លួនឯងតិចទៅប៉ោលនេះគឺខ្ញុំយកមកលក់គឺវានៅក្នុងប្រអប់ចាស់បងប្អូនឃើញប៉ោលអញ្ចឹងគេថាធម្មតាអត់ទេប៉ោលនេះគឺពិសេសដោយសារប៉ោលនេះដាក់ថ្មសម្រាប់បងប្អូនដែលលេងស្ទួយត្រីពេលយប់ណាគឺបងប្អូនប្រើប៉ោលនេះត្រូវមែនតើដោយសារអីយើងអាចមួលវាបានប៉ោលនេះគឺយើងអាចមួលបានបាទយើងអាចមួលវាអញ្ចឹងហើយវាមានថ្មនៅខាងក្នុងតាមពិតប៉ោលនេះមានថ្មទេថ្មនេះគឺលក់ខាងក្រៅទេបាទថ្មនេះគឺលក់ខាងក្រៅអញ្ចឹងបងប្អូនពេលទិញមកគឺអត់មានថ្មទេគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបើបងប្អូនចង់បានថ្មគឺថ្មទិញក្រៅទៀតប៉ុន្តែបើសិនជាបងប្អូនត្រូវការទិញគឺខ្ញុំដាក់ថ្មឲ្យហើយស្រេចមកកុំឲ្យបងប្អូនពិបាកគឺលយមែនតើគឺជាមួយខ្ញុំដាក់ឲ្យមើលបាទគឺយើងសោកថ្មចូលទៅបាទបងប្អូនឃើញភ្លឺទេឃើញចុងឯភ្លឺទេជាមួយខ្ញុំដកចេញណាឃើញអត់មានភ្លើងទេខ្ញុំដាក់ម្ដងទៀតឃើញភ្លឺទេបាទហើយយើងបិទមកបាទអញ្ចឹងបងប្អូនពេលបងប្អូនដាក់នេះឃើញទេបងប្អូនសោកអាខ្ញុំប្រាប់មិញណាបាទបងប្អូនសោកនៅចុងវាទៅបាទគឺបងប្អូនលេងបានហើយឃើញទេប៉ោលភ្លើងបាទប៉ោលនេះមានភ្លើងខ្ញុំតម្លាក់ ISO ទេបងប្អូនឃើញវាភ្លឺប៉ុណ្ណាបាទបងប្អូនឃើញភ្លឺទេបាទនេះគឺជាភ្លើងបាទប៉ោលហ្នឹងនៅពេលយប់បាទហើយអានេះវាចេញភ្លើងយកទេបាទឃើញចាំងហ៎បាទហ្នឹងណាពេលដែលយើងលេងពេលយប់គឺយើងអាចលេងបានស្ទួយត្រីបានគឺអត់មានបញ្ហាអីទេព្រោះអីយើងមានភ្លើងប៉ោលរបស់យើងបាទគឺយើងដឹងអាត្រីស៊ីឬមិនស៊ីបាទឃើញទេបាទអញ្ចឹងប៉ោលនេះមួយគ្រាប់ខ្ញុំលក់ក្នុងតម្លៃ$3បើសិនជាបងប្អូនត្រូវការថ្មបាទព្រោះអីត្រូវការថ្មដើម្បីភ្លឺបើបងប្អូនយកទាំងថ្មគឺ$3 5កាក់បាទប៉ោលនេះគឺថ្លៃ$3 5កាក់ក្នុងមួយគ្រាប់បាទអញ្ចឹងបើបងប្អូនត្រូវការអាចតាក់ទងមកខ្ញុំបាន$3 5កាក់បាទអញ្ចឹងគឺអត់មានអីទៀតទេអរគុណច្រើនមែនតើសម្រាប់ការតាមដានទស្សនាហើយសង្ឃឹមថានេះគឺជាចំណេះដឹងដល់បងប្អូនក្នុងការយកប៉ោលទៅចងបាទអញ្ចឹងបើសិនជាមានចម្ងល់អីអាច comment ខាងក្រោមហើយដូចរាល់ដងនេះកុំភ្លេចជួយចុច subscribe ទៅលើ channel របស់ខ្ញុំផងហើយចុច like ហើយនិង share បាទអរគុណច្រើនមែនតើហើយយើងនឹងជួបគ្នានៅអេពីសូតក្រោយទៀតបាទ so I will see you guys in the next episode bye bye pew